វេលាព្រះមហាបុរសក៏បានប្រសូតចុះចេញពីព្រះគរមិនទាន់នឹងដល់ផែនប្រតិពីផងមហាព្រហ្មសទ្ធាវាទាំង4បានយកសំណាញ់មាសមកទ្រទ្រង់ព្រះវរកាយថ្ងៃនោះគឺជាថ្ងៃ15កើតពេញបរមីខែពិសាខមុនពុទ្ធសករាជ80ឆ្នាំយើងជាមនុស្សប្រពៃនៅលើលោកយើងជាមនុស្សដែលចម្រើនបំផុតនៅលើលោកយើងជាមនុស្សដែលអស្ចារ្យបំផុតនៅលើលោកជាតិនេះគឺជាជាតិចុងក្រោយភពថ្មីមិនមានឡើយសម្រាប់យើងសាធុទូលបង្គំបានដឹងដំណឹងថាព្រះឱរសប្រសូតទើបចូលមកគាល់ក្រាបទូលអរគុណហើយលោកអសេតតាបោះណែលោកអសេតតាបោះលោកគឺជាអ្នកដែលជាទីគោរពសក្ការៈរបស់ត្រកូលសក្កយៈមកជាយូរណាស់មកហើយលោកជួយត្រួតត្រាមើលរូបរាងកាយរបស់បុត្រយើងបន្តិចមើលថាជាប្រការណាដើម្បីឲ្យបណ្ដាញាតិវង្សសានុវង្សបានស្ដាប់ផងព្រះមហាបពិតដាក់ព្រះឱរសនៅលើអង្រឹងសិនចុះដើម្បីឲ្យទូលព្រះបង្គំបានមើលឲ្យច្បាស់ក្រាបទូលព្រះរាជកុមារអង្គនេះមានលក្ខណៈត្រូវតាមក្បួនតម្រារបស់ព្រះមហាបុរសគ្រប់ប្រការតាមដែលយើងធ្លាប់ឃើញពីមុនមកគឺពុំមានអ្នកណាមានលក្ខណៈរបស់បរិបូរណ៍បែបនេះទេហាលោកអសេតតាបោះហើយទូលព្រះបង្គំបានត្រួតត្រាមើលពីបរិស័កលក្ខណៈរបស់ព្រះរាជបុត្រហើយទូលបង្គំសូមទំនាយថាព្រះរាជឱរសអង្គនេះនៅពេលដែលចម្រើនវ័យហើយប្រសិនបាននៅក្នុងភេទជាក្រហមនឹងបានក្លាយទៅជាស្ដេចចក្រពត្តិប៉ុន្តែបើចេញបួសនឹងបានត្រាស់ជាព្រះសម្មាសម្ពោធិញ្ញាណជាសាស្តាឯកនៅលើលោកក្រាបទូលហើយតែគួរឲ្យស្ដាយគួរឲ្យស្ដាយអីទៅលោកអសេតតាបោះគួរឲ្យស្ដាយត្រង់ថាទូលព្រះបង្គំមិនអាចមានអាយុយឺនយូរនៅរហូតទាន់បានឃើញព្រះមហាបុរសអង្គនេះក្រាបទូលបុត្ររបស់យើងនៅពេលអនាគតនឹងក្លាយទៅជាមហាបុរសមានអានុភាពធំធេងលើសពីអ្វីទាំងអស់ព្រាហ្មណ៍ជំនាញ108នាក់យើងបានជ្រើសរើសតែពួកលោកឲ្យមកទស្សទាយលក្ខណៈរបស់បុត្រយើងលោកទាំង8សុទ្ធតែមានជំនាញខាងផ្នែកត្រៃវេទសូមទស្សទាយឲ្យយើងស្ដាប់បន្តិចមើល
ព្រះបង្គំបានពិចារណាពីពុរិសលក្ខណៈរបស់ព្រះរាជបុត្រហើយទូលបង្គំសូមទំនាយថានៅឯថ្ងៃខាងមុខបើព្រះរាជកុមារបានគ្រប់គ្រងរាជសម្បត្តិនឹងបានក្លាយទៅជាស្ដេចចក្រពត្តិមកក្រាបបានជ័យជំនះគ្រប់ទិសទីប៉ុន្តែបើចេញបួសនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាព្រះសាស្តាឯកដែលដឹកនាំព្រានប្រដៅសត្វលោកដោយមិនមានសាស្តាដទៃណាមកធំធេងលើសនេះទៀតឡើយក្រាបទូលព្រះបង្គំក៏យល់ឃើញដូចមើលលោកកោដញ្ញព្រាមនេះនៅសល់តែលោកចុងក្រោយគេហើយណាតើលោកយល់ឃើញដូចជាព្រាមទាំង7នាក់នេះទេគឺបានទំនេរច្បាស់ទាំងពីរផ្លូវដូចគ្នាថាបុត្ររបស់យើងអាចនឹងក្លាយទៅជាស្ដេចចក្រពត្តិដ៏ធំធេងឬក៏អាចក្លាយទៅជាសាសនាឯកនៅលើលោកឬក៏អត់ទូលព្រះបង្គំបានពិចារណាពីពុរិសលក្ខណៈរបស់ព្រះឱរសយ៉ាងលម្អិតហើយក្រាបទូលព្រះបង្គំបានឃើញតែមួយផ្លូវប៉ុណ្ណោះព្រះរាជឱរសនឹងមិននៅគ្រប់គ្រងភេទជាករាវាសយ៉ាងពិតប្រាកដព្រះអង្គនឹងស្ដេចយាងចេញទៅជាបុព្វជាហើយបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយមិនបាច់សង្ស័យក្រាបទូលព្រះអង្គលោកបានទស្សទាយថាបុត្ររបស់យើងនឹងចេញទៅសាងភ្នោះចុះមានអ្វីដែលធ្វើឲ្យបុត្ររបស់យើងសម្រេចចិត្តអញ្ចឹងទៅឬគឺព្រះរាជបុត្របានទតឃើញនិមិត្ត4ប្រការគឺមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ហើយនឹងបុព្វជិតទើបព្រះអង្គបានលះបង់រាជសម្បត្តិហើយក៏ចេញទៅសាងភ្នោះរួចហើយក៏បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្រាបទូលចិត្តរបស់យើងចង់ឲ្យបុត្រធ្វើជាស្ដេចចក្រពត្តិគ្រប់គ្រងរាជសម្បត្តិជាអ្នកដែលធំធេងគ្រប់គ្រងលើមហាជនទាំង4មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់នៅក្នុងបណ្ដាក្សត្រទាំងឡាយបើអញ្ចឹងចាប់ពីពេលនេះតទៅយើងនឹងមិនឲ្យបុត្ររបស់យើងទៅតតឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ឬក៏សូម្បីតែបុព្វជិតសោះឡើយបន្ទាប់ពីព្រាហ្មណ៍ទាំង8នាក់បានទស្សទាយពីព្រះពុរិសលក្ខណៈរបស់ព្រះឱរសហើយក៏បានប្រទាននាមដែលជាមង្គលថាសិទ្ធត្ថរាជកុមារដែលមានអត្ថន័យថាព្រះរាជកុមារជាអ្នកដែលសម្រេចបំណងតាមសេចក្តីត្រូវការចំណែកព្រាហ្មណ៍ពេលបានទស្សទាយរួចហើយក៏ត្រឡប់ទៅផ្ទះក៏បានហៅកូនចៅមកប្រែផ្ដាំថានៅថ្ងៃខាងមុខបើព្រះសិទ្ធត្ថរាជកុមារចេញទៅសាងភ្នោះចូលចេញទៅបួសតាមព្រះរាជកុមារដែរនៅពេលដែលព្រះរាជបុត្រសិទ្ធត្ថប្រសូតបាន7ថ្ងៃព្រះនាងសិរិមហាមាយាដែលជាព្រះមេដាក៏បានសោយទីវង្គតហើយក៏បានចុះតិទៅកើតជាទេវបុត្រនៅឋានសួគ៌ជាន់ទុសិតព្រះបាទសុទ្ធោទនៈក៏បានប្រគល់តួនាទីឲ្យព្រះនាងបជាបតិកោតមីដែលជាព្រះមាតុច្ឆារបស់ព្រះសិទ្ធត្ថជាអ្នកមើលថែជំនួសក្រោយមកក៏បានលើកឡើងជាព្រះអគ្គមហេសីរបស់ព្រះអង្គហើយព្រះនាងក៏បានប្រសូតបុត្រ2ព្រះអង្គមានព្រះឱរស1ព្រះអង្គព្រះធីតា1ព្រះអង្គប៉ុន្តែព្រះនាងក៏សពព្រះតីព្រះសិទ្ធត្ថដូចជាបុត្របង្កើតរបស់ព្រះនាងដែរ